អូខេជួបជាមួយខ្ញុំបានម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំបរិញ្ញាអ្នកទាំងអស់គ្នារបៀប down Minecraft Pocha Launcher ឬក៏ Minecraft Java ហ្នឹងនៅក្នុងទូរស័ព្ទ Android របស់យើងតែរបៀប down នោះក៏អត់មានអីពិបាកទេហើយយើងចូលទៅមើលថា Minecraft Pocha Launcher ហ្នឹងវាមិនទាំងអស់គ្នាចាំខ្ញុំដាក់ហុកឲ្យមិញអ្នកទាំងគ្នាច្បាស់ជាឃើញហើយថា Minecraft Pocha Launcher វាមិននេះគឺជាខ្ញុំកំពុងលេងហ្នឹងគឺលេងនៅលើ Minecraft Pocha Launcher Minecraft ហ្នឹងវា website វាអត់សូវសុវត្ថិភាពហ្មងទេបើអ្នកគ្នា down កន្លែងដែលវាអត់សុវត្ថិភាពអីចឹងប៉ុន្តែខ្ញុំមកបរិញ្ញាអ្នកគ្នាពី website សុវត្ថិភាពឥឡូវតោះយើងចូលទៅមើលទាំងអស់គ្នាជាដំបូងអ្នកគ្នាចូលមក Google មកហើយវាយពាក្យនេះ Pocha Launcher ដូចខ្ញុំហ្នឹងមកហើយវានឹង load website មួយអ្នកគ្នាចូលក្នុងហ្នឹងទៅហើយអ្នកគ្នាអូសទៅក្រោមទៅក្រោមរហូតដល់អស់មកហើយអូសមកលើវិញបន្តិចវានឹងឃើញពាក្យនេះខ្ញុំដាក់ឲ្យនឹងហើយអ្នកគ្នាចុចលើហ្នឹងមកហើយអ្នកគ្នាអូសចុះក្រោមទៀតនេះវានឹងឃើញកន្លែង website កន្លែង down Crash Pocha Launcher ហ្នឹងហើយវានឹងឃើញ file download ហ្នឹងណានេះចុចទៅចុច download ហើយចុចកន្លែង detail ទៅអ្នកគ្នាមើល detail វា down បានចឹងហើយចាំវាតពេញចឹងទៅឥឡូវនេះវាបានពេញហើយអ្នកគ្នាគ្រាន់តែចុចចូលលើកន្លែង file មិនហ្នឹងហើយចុចកន្លែងនេះហើយតាមពិតវា load ពាក្យ download ប៉ុន្តែអានេះខ្ញុំ download ហើយអ្នកគ្នាចុចកន្លែងខ្ញុំគូសហ្នឹងមកចុចកន្លែងហ្នឹងមកហើយចាំវាបន្តិចទៅចាំវាដើរពេញឥឡូវវាបានដើរពេញហើយអ្នកគ្នាគ្រាន់តែចុចកន្លែង down ឬក៏ open ហ្នឹងមកចុចចឹងទៅ web app មិញទៅនេះមានហើយ app មិញហ្នឹងឥឡូវវាបាន down រួចរាល់បាត់ហើយយើងចុចចូល app អីចឹងទៅហើយវីដេអូយើងមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយហើយអ្នកគ្នាកុំភ្លេចចុច like subscribe វាផងដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំផុសវីដេអូក្រោយៗអីចឹងទៀតណា